លោកត្រាំប្រមានកំទេចអ៊ីរ៉ង់ឲ្យម៉ត់ស្លុងបើមេដឹកនាំអ៊ីរ៉ង់ប៉ងធ្វើឃាតលោកនេះគឺជាសារមួយដែលប្លែកមែនតើបងប្អូនប្លែកដែលលោកត្រាំនៅអាមេរិកសោះទៅគម្រាមអ៊ីរ៉ង់នឹងការប៉ុនប៉ងធ្វើឃាតលោកមានន័យថាម៉េចបងប្អូនមានន័យថាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែប្រឈមមុខនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនដែរប៉ុន្តែមិនមែនតែរឿងអ៊ីរ៉ង់ទេលោកត្រាំគេប៉ុនប៉ងធ្វើឃាតគាត់មិនបានសម្រេច3ដងហើយលើកទី1បាញ់ធ្លុះតិចលើកទី2គឺចាប់បាននៅអាកន្លែងទៅលេងកូនហ្គោលនៅ Florida លើកទី3មានគេបើកឡានចូលទៅទៀតគេចាប់អីបាញ់ស្លាប់អឺអឺអ្នកដែលប៉ុនប៉នហ្នឹងឲ្យចាប់ដាក់គុកអស់កាត់ទោសកាត់អីហើយអស់ប៉ុន្តែឥឡូវនេះគឺដំណឹងពីខាងអ៊ីស្រាអែលដែលតាមប្រភពព័ត៌មានហ្នឹងដោយមិនបញ្ចេញឈ្មោះទេមិនបញ្ចេញឈ្មោះអ្នកប្រាប់ទេ AFP ក៏ផ្សាយសារព័ត៌មានជុំវិញពិភពលោកគេផ្សាយឲ្យថាប្រភពពីសម្ងាត់ពីអ៊ីស្រាអែលថាអ៊ីរ៉ង់កំពុងតែរៀបចំផែនការធ្វើឃាតលោកដូណាល់ត្រាំអញ្ចឹងហើយបានជាចេញសាររបស់លោកដូណាល់ត្រាំថាអ្នកណាក៏ដោយនៅអ៊ីរ៉ង់មេដឹកនាំអ៊ីរ៉ង់នេះណាដែលកុំថាឡើយដល់ទៅធ្វើឃាតគាត់គ្រាន់តែប៉ុនប៉ងគ្រាន់តែគិតចង់ធ្វើឃាតគាត់ហ្នឹងឲ្យតែគាត់ដឹងណាគឺគាត់ត្រៀមកញ្ជ្រួច1000ដើមរួចទៅហើយដើម្បីគំទេចអ៊ីរ៉ង់ឲ្យទៅជាផេះផង់អាហ្នឹងសាររបស់គាត់ហើយគាត់ថាទៀតមិនមែនតែគាត់ទេឲ្យតែប៉ុនប៉ងធ្វើឃាតគាត់ក៏ក៏អត់រួចហើយបើធ្វើឃាតគាត់ហ្នឹងក៏អត់រួចដែរព្រោះអីត្រៀមឲ្យអស់ហើយនឹងមេដឹកនាំអាមេរិកណាដទៃទៀតក៏អត់ឲ្យអ៊ីរ៉ង់មកប្រមានគម្រាមចឹងបានដែរធ្ងន់ណាស់បងប្អូនធ្ងន់មែនតើហើយទៅដល់ហ្នឹងហើយតែឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណឹងក្រៅពីគម្រាមនេះគឺអាមេរិកទិដ្ឋានអាមេរិកតែម្ដងគឺដាក់លក្ខខណ្ឌឲ្យអ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូសឲ្យមានសេរីហើយមានសវត្ថិភាពជាកំហិតដាច់ខាតបើមិនចង់ឲ្យអ៊ីរ៉ង់ក្លាយទៅជាផេះផង់ទៀតព្រោះអីប្រហែលថ្ងៃនេះគឺអ៊ីរ៉ង់គាត់រៀងអញ៉ៃបន្តិចជាមួយនឹងច្រកហ័រមូសហ្នឹងដោយសារអីលោកត្រាំប្រកាសហែកចោលបទជប់បាញ់បានន័យថាច្រកហ័រមូសហ្នឹងអ៊ីរ៉ង់គេគ្រប់គ្រងវិញរបស់គេអញ្ចឹងគេអាចបាញ់គេអាចកំទេចកប៉ាល់អីបានហើយគាត់បាញ់កំទេចកប៉ាល់អស់3 4គ្រឿងហើយអញ្ចឹងហើយបានជាអាមេរិកប្រាប់ថាបើអ៊ីរ៉ង់មិនប្រកាសថាបើកច្រកហ័រមូសនេះទៅជាសាធារណៈដែលអត់មានការយកប្រាក់សួយសារអកអីឬក៏តាមគម្រាមអីទេគឺនឹងកំទេចអ៊ីរ៉ង់អញ្ចឹងយកហេតុនៃហ័រមូសនេះធ្វើការកំទេចអ៊ីរ៉ង់ទៀតហើយអ៊ីរ៉ង់ហ្នឹងក៏ពិបាកដែរព្រោះអីឥឡូវការចរចាវាបរាជ័យដែរបងប្អូនដោយសារអីរឿងបរម៉ាណូហ្នឹងចេះអ៊ីរ៉ង់ហ្នឹងគឺខូចដែរអាមេរិកក៏មានល្បិចនយោបាយចម្លែករបស់គាត់ដែរគឺចរចាអ៊ីរ៉ង់នៅពេលដែលថាព្រោះលោកត្រាំគាត់ថាចរចាក៏ដោយបើអ៊ីរ៉ង់អត់ព្រមកំទេចបរម៉ាណូចោលទេគឺក៏អត់ព្រមប៉ុន្តែនៅពេលចរចាហើយប្រាប់ថាអ៊ីរ៉ង់ឈប់ផលិតបរម៉ាណូឬអីចឹងហើយព្រមព្រៀងគ្នារហូតដល់មានអនុសារណៈនៃការយោគយល់គ្នាទៅវិញពួកខាងក្រុមអ៊ីរ៉ង់ហ្នឹងទៅប្រាប់ថាអត់មានបាននិយាយរឿងបរម៉ាណូទេអារឿងហ្នឹងហើយដែលលោកត្រាំគាត់មួម៉ៅមែនតើព្រោះរឿងធំបំផុតគឺរឿងបរម៉ាណូហ្នឹងដល់ពេលអ៊ីរ៉ង់ថាគេអត់បាននិយាយឲ្យលោកត្រាំថាតែខ្លួនឯងអញ្ចឹងគាត់ថាមនុស្សនៅអ៊ីរ៉ង់ហ្នឹងគឺមនុស្សមានជំងឺសរសៃប្រសាទមកលើតុនិយាយផ្សេងទៅក្រោយហ្នឹងនិយាយផ្សេងអញ្ចឹងគាត់ថាមិនបាច់ទេកុំឲ្យខាតពេលទៀតហែកបាត់ជប់បាញ់ចោលវាយគ្នាទៀតទៅគាត់និយាយអញ្ចឹងគាត់ថាគាត់បន្ទោសទៅលើអ៊ីរ៉ង់ដែលក្រិចក្លុចហើយអ៊ីរ៉ង់ក៏ថាអាមេរិកក៏ក្រិចក្លុចដែរបាត់ដៃខ្នងដៃថាអញ្ចេះមានបាត់ជប់បាញ់ឲ្យវាយអ៊ីរ៉ង់ទៀតក៏ប៉ុន្តែអ៊ីរ៉ង់អត់ចង់បាត់អាវុធបរម៉ាណូនឹងទេបងប្អូនតែបាត់គឺអ៊ីរ៉ង់ទៅជាខ្លាកណ្ដាស់អញ្ចឹងសុកចិត្តឲ្យខ្ទេចទៅបន្តិចទៀតខ្ទេចខ្ញុំមិនដឹងដែរខ្ញុំស្លេះរឿងនេះតែប៉ុណ្ណេះព័ត៌មានបញ្ចប់ drone អ៊ុយក្រែនសម្រុកកំទេចកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីនៅឆេះជិត40គ្រឿងធ្វើឲ្យរុស្ស៊ីខ្វះប្រេងឥន្ធនៈដល់ហើយខ្ញុំថាអ៊ុយក្រែននេះគឺជាប្រវត្តិសាស្ត្រឲ្យបងប្អូនជាជនរងគ្រោះជាជនទុនខ្សោយគេធ្វើបាបគេចូលវាយដល់ផ្ទះគេដឹកទ័ពគេមកតង្វងកាលពីខែកុម្ភៈឆ្នាំ2022 4ឆ្នាំមុនរុស្ស៊ីថាវាយអ៊ីរ៉ង់វាយអ៊ុយក្រែនតែ24ម៉ោងឲ្យម៉ត់ដល់ទីក្រុងគៀវមានណា
បានតាន់តិចអ៊ីរ៉ង់អ៊ុយក្រែនដាក់វិញរត់ចែកជើងគ្នាឥឡូវស្លាប់ទាហានអស់5លាន5សែននាក់ជិត50,000នាក់និយាយទៅកន្លះលានហើយទាហានបញ្ជូនមកស្លាប់ទាំងអស់ឥឡូវនៅគ្រប់គ្រងតំបន់អ៊ុយក្រែនបាន25%តែអ៊ុយក្រែនអាចបានចុះហត្ថលេខាឲ្យគ្រប់គ្រងតំបន់ណាថាបើអត់ចេញគឺកំទេចឥឡូវអ៊ុយក្រែនផលិតបានគេហៅdrone រត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រហើយ drone ហ្នឹងមិនមែនតែលើអាកាសទេណាមាន drone បាញ់ចេញពីទឹកបញ្ជាដោយកប៉ាល់ drone ហ្នឹងទៀតអត់មានមនុស្សបើកទេដឹក drone បាញ់ទៅលើអាកាសដោយកប៉ាល់ drone ហ្នឹងទៀតទៅកាន់តែជ្រៅទៅក្បែររុស្ស៊ីហើយទម្លាក់គ្រាប់ចូលក្នុងរុស្ស៊ីឥឡូវនេះកំទេចអាកប៉ាល់ដឹកប្រេងរុស្ស៊ី36កប៉ាល់ខ្ទេចខ្ទីឆេះម៉ត់អស់ប្រេងរាប់ម៉ឺនរាប់លានលីត្រហើយរុស្ស៊ីកំពុងខ្វះខាតហើយអ៊ុយក្រែនប្រាប់ថាបាញ់នេះគឺកំទេចកប៉ាល់ដែលដឹកប្រេងយកទៅផ្គត់ផ្គង់យោធានៅតំបន់ក្រេមៀដែលកន្លែងហ្នឹងគឺជាតំបន់យុទ្ធសាស្ត្រវាយអ៊ុយក្រែនពួកក្រេមៀជាដីអ៊ុយក្រែនទេតែរុស្ស៊ីដដើមយកទៅឥឡូវនេះអាចចង់តិចទៀតអាចអ៊ុយក្រែនដដើមយកអាក្រេមៀនឹងវិញទៀតក៏ថាបានដែរព្រោះដោយសារតែផ្ដាច់ស្ពានផ្ដាច់ថ្នល់ផ្ដាច់អីឥឡូវខ្ទេចខ្ទីអស់ហេដ្ឋារចនាសម្ព័ន្ធដឹកប្រេងទៅផ្គត់ផ្គង់យោធាហើយទម្លាក់គ្រាប់ទៅដល់កន្លែងផលិតរោងចក្រផលិតអគ្គិសនីផលិតធម្មពលរបស់រុស្ស៊ីនៅដល់ជិតក្រំឡាំងដល់ទីក្រុងមូស្គូណាណោះបាទឥឡូវនេះរុស្ស៊ីគាត់កំពុងតែចាប់ឲ្យលោកវ្លាឌីមៀពូទីនប៉ុន្តែយ៉ាងណាបងប្អូនរឿងនេះគឺជាកម្មពៀរបស់គាត់ទេព្រោះអ្នកសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រានៅពេលដែលក្រុមគណៈប្រតិភូរបស់គណៈបកកម្លាំងជាតិដែលដឹកនាំដោយលោករងឈុនដែលជាទីប្រឹក្សារបស់គណៈបកកម្លាំងជាតិលោកមិនមានទួនាទីអីនៅក្នុងគណៈបកកម្លាំងជាតិដែលអាចឈរឈ្មោះបោះឆ្នោតឬក៏ចូលរួមបោះឆ្នោតនៅក្នុងសិទ្ធិនយោបាយបានទេព្រោះអីលោកហ៊ុនសែនដកហូតសិទ្ធិឬក៏ថារដ្ឋាភិបាលឬក៏តុលាការដែលដឹកនាំដោយក្រមគណៈបកប្រជាជនកម្ពុជាហ្នឹងគេដកហូតសិទ្ធិនយោបាយរបស់លោករងឈុននឹងអស់ទៅហើយឥឡូវនេះមិនត្រឹមតែដកហូតសិទ្ធិនយោបាយមិនឲ្យចូលរួមនយោបាយមិនឲ្យអឺចូលរួមបោះឆ្នោតឬក៏អីគឺគេវាស់ដីនៅក្នុងក្រុងភ្នំពេញហ្នឹងទៀតនេះសំណាងហើយដោយសារតែសពលោកយាយសាវង៉ែតធ្វើនៅទួលគោកក្នុងក្របខ័ណ្ឌដែលអធិបតេយ្យរបស់ក្រុងភ្នំពេញបើសិនជាដឹកយកទៅតកែវបាត់ហើយគឺលោករងឈុនអត់អាចនឹងទៅគោរពវិញ្ញាណក្ខន្ធលោកយាយសាវង៉ែតបានទេព្រោះអីតឡាការគឺគេហាមមិនឲ្យដើរចេញផុតពីរង្វង់ដែនដីរបស់តឡាការរដ្ឋធានីភ្នំពេញនឹងទេព្រោះអីការប្រាក់ហាម5នេះគឺហាមឃាត់សិទ្ធិនយោបាយលោករងឈុន5ឆ្នាំមិនឲ្យចូលរួមក្នុងពិធីជួបជុំជាសាធារណៈតាក់ទងនឹងរឿងបញ្ចេញសារនយោបាយអញ្ចឹងយើងឃើញថាលោករងឈុនចាប់ពីម៉ោងហ្នឹងទៅលោកអត់អាចនិយាយសម្ភាសឬតាក់ទងនឹងសារនយោបាយអីទេឃើញតែទៅចូលរួមដាក់ពិធីនៅកម្រងផ្កាលើគ្រប់ខួប10ឆ្នាំនៃការធ្វើកិច្ចកម្មលើលោកបណ្ឌិតកែមលីនៅឯស្តុបបូកូនៅឯហាងក្រាសាំងនៅក្រាសាំងកាល់តិចហ្នឹងក៏លោកឃើញទៅដាក់កម្រងផ្កាប៉ុន្តែមិននិយាយសារអីទាំងអស់ដោយសារតែលោកគោរពតាមអាការដកហូតសិទ្ធិនយោបាយហ្នឹងក៏ប៉ុន្តែថ្ងៃនេះគឺឃើញក្រុមលោកហ្នឹងទៅពេលរសៀលទៅចូលរួមពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់ម្ដាយលោកកឹមសុខានេះឃើញទៅដុតធូបដុតអីសំពះឬក៏ចុះហត្ថលេខាទៅលើសិភៅកម្រងភ្ញៀវដែលចូលរួមរំលែកទុកលោកយាយសាវង៉ែតចម្លែកអត់ឃើញលោកកឹមសុខាមកទទួលលោករងឈុនព្រោះអីយើងឃើញលោកកឹមសុខាទទួលអស់មេដឹកនាំគណៈបកទាំងគណៈបកប្រជាជនឃើញជួបសំណេះសំណាលជាមួយលោកហ៊ុនសែនដែលជាអ្នកដែលធ្វើបាបគាត់ដែលដាក់ទោសគាត់ដាក់គុកគាត់9ឆ្នាំហ្នឹងគឺមកអង្គុយជជែកសារតយ៉ាងរីករាយព្រោះធម្មតាអាហ្នឹងខ្ញុំថាជាចេតនាល្អជារូបភាពល្អមួយដែរដែលលោកកឹមសុខាមិនចាប់ទោសអូសដំណើរលោកហ៊ុនសែនដែលធ្វើទុកបុកម្នេញគាត់អីទេបើមកចូលបនអីអញ្ចឹងទៅក៏ទទួលរាក់ទាក់រាប់អានធម្មតាអញ្ចឹងជាអ្នកនយោបាយដែលមានព្រំវិហារធម៌ដែលមិនយកអតីតកាលយកមកបិទបាំងលៀបឲ្យធ្វើឲ្យខូចបច្ចុប្បន្នកាលហ្នឹង
នេះគឺជាសមានចិត្តល្អទាំងលោកហ៊ុនសែនហ្នឹងក៏តែអញ្ចឹងដែរធ្វើបាបលោកកឹមសុខាដាក់គុកឥឡូវនេះដកហូតសិទ្ធិសេរីភាពគាត់អស់អាលីងក៏ដោយក៏ប៉ុន្តែធ្វើជាចិត្តជាចូលទៅរួមនៅក្នុងពិធីនេះក៏យើងមើលឃើញថាជាអំពើថ្លៃថ្នូរសមរម្យដែរទេអំពើដែលអ្វីដែលប្រព្រឹត្តធ្វើទុកបុកម្នេញលោកកឹមសុខាយើងទុកម្ដុំសិនទៅតែយើងគិតពីភាពល្អលោកល្អឿននៃថ្នាក់ដឹកនាំដែលចូលទៅយកអាសាគ្នានៅក្នុងគ្រាដែលលំបាកបែបនេះអាហ្នឹងចាត់ទុកថាជាចំណុចវិជ្ជមានមួយដែរក៏ប៉ុន្តែដូចជាខ្ញុំជម្រាបអញ្ចឹងគឺថាអ្នកដែលធ្វើឲ្យលោកកឹមសុខានិងក្រុមគ្រួសារនេះឈឺចាប់ហ្នឹងគឺលោកហ៊ុនសែនទេមិនមែនអ្នកណាទេ9ឆ្នាំហើយដែលលោកអាចមើលថែម្ដាយបានរហូតដល់ចុងក្រោយហ្នឹងយកទៅឲ្យប្រឡែងបន្តិចឲ្យទៅមើលហ្នឹងគេទាញមកវិញទៅមើលម្ដាយបានតែ1ម៉ោងម្ដាយកំពុងតែលោកប្រសង់អីសូត្រធម៌ដង្ហើមចុងក្រោយដល់ពេលមានសម្ពាធច្រើនពេកពីសាធារណជនទូទៅក៏ខ្ជាក់ទៅក៏អនុញ្ញាតឲ្យលោកកឹមសុខាចេញពីពន្ធនាគារចេញពីការឃុំខ្លួននៅក្នុងផ្ទះហ្នឹងឲ្យក៏បានមានសិទ្ធិសេរីភាពដើរហើរជួបម្ដាយអីក៏ប៉ុន្តែដកហូតសិទ្ធិនយោបាយអ្វីគាត់សពបែបយ៉ាងទាំងអស់ដដែលតែយ៉ាងណាអានេះអ្នកខ្លះគេថាជារឿងវិជ្ជមានមួយក៏ប៉ុន្តែថ្ងៃនេះលោកកឹមសុខាចូលទៅក៏ដូចថាជាមួយអ្នកដតីគ្រប់គ្នាអត់ទៅលោករងឈុនតើរឿងអីឲ្យប្រកាសខ្ញុំមែនតើទៅអត់ចង់លើករឿងនេះមកទេព្រោះដោយសារតែឃើញកំពុងតែមានបរិយាកាសល្អប្រសើរហើយល្អប្រសើរនឹងត្រង់ថាអ្នកនយោបាយក៏ទៅលោកកឹមសុខាក៏ទទួលអីអញ្ចឹងណាក៏ប៉ុន្តែនៅក្នុងពេលដែលល្អប្រសើរហ្នឹងក៏ស្រាប់តែលេចចេញរូបភាពមួយដ៏អវិជ្ជមានមកបន្តិចនឹងភ្លាមដោយសារតែហេតុអីបានជាមិនឃើញរូបលោករងឈុនជួបជាមួយនឹងលោកកឹមសុខាបើទៅដល់ផ្ទះសពទៅហើយលោកកឹមសុខានៅក្នុងផ្ទះហ្នឹងតើលោកកឹមសុខាគាត់រវល់ធ្វើអីក៏ខ្លាំងមកម្លេះដែលមិនអាចនឹងចេញមកជួបលោករងឈុនបានឬក៏ដោយសារលោកជាប់រវល់បួសឬក៏ស្អីហ្នឹងឬក៏លាក់នឹងលាក់អីអញ្ចឹងនេះគឺជាចម្ងល់ច្រើនពេញបណ្ដាញសង្គមរឿងចម្ងល់ពេញបណ្ដាញសង្គមហ្នឹងគឺដោយសារអញ្ចេះមានកណនី Facebook មួយឈ្មោះកំអៀងហុកដែលគណនី Facebook របស់លោកកំអៀងហុកនេះគឺគាត់បង្ហោះវីដេអូសារច្រើនណាស់តាក់ទងពីគណៈបកកម្លាំងជាតិហ្នឹងគឺចលនាកម្លាំងជាតិសារស្អីពីកម្លាំងជាតិសកម្មភាពរបស់កម្លាំងជាតិចុះលើកស្លាកចុះមូលដ្ឋានធ្វើវេទិកាសាធារណៈអីហ្នឹងគឺគណនី Facebook មួយនេះគឺតែងតែផុសវីដេអូហ្នឹងជាច្រើនខ្ញុំអត់ដែលស្គាល់លោកកំអៀងហុកនេះទេគាត់តែទៅឃើញវីដេអូដែលគេចែកផ្សាយមានរូបថតពីរសន្លឹកគឺរូបថតលោករងឈុនជាមួយនឹងគណៈប្រតិភូរបស់ណែគណៈបកកម្លាំងជាតិហ្នឹងគឺចុះហត្ថលេខានៅលើតុមួយដែលយើងឃើញហើយមានទាំងអ្នកទោសមនសិការមុនដែលបានរួចខ្លួនដោយលោកសទ្ធាហើយភរិយារបស់លោកកកកំភាសីពៅចន្ទថាអីហ្នឹងគឺគាត់នៅចូលរួមនៅក្នុងពិធីហ្នឹងនៅក្នុងលើតុដែលនៅក្នុងផ្ទះមកដែលតម្កល់សពរបស់លោកយាយសៅង៉ែតហ្នឹងណាហើយនឹងមានរូបថតលោកមួយស្លឹកទៀតគឺលោករងឈុនដុតធូបគោរពវិញ្ញាណក្ខន្ធលោករាជយាយសៅង៉ែតហើយក៏ដាក់ចំណងជើងនៅលើ Facebook របស់គាត់ហ្នឹងថាអញ្ចេះលោកកឹមសុខាមិនស្វាគមន៍គណៈបកកម្លាំងជាតិចូលរួមបុណ្យសពម្ដាយរបស់ខ្លួនតាមពិតសាររបស់លោកកឹមអៀងនេះគឺចាក់ដោតចាក់ដោតនឹងត្រង់ថាជាការបញ្ឆេះភ្លើងមួយដើម្បីឲ្យប្រជាពលរដ្ឋចាប់ផ្ដើមស្អប់ខ្ពើមលោកកឹមសុខាហើយឲ្យធ្វើឲ្យមានចំនួនប្រេះឆាគ្នារវាងគណៈបកនយោបាយទៀតហើយគឺគណៈបកកម្លាំងជាតិនិងគោលការណ៍របស់លោកកឹមសុខាហើយបងប្អូនក៏ដឹងដែរថាគណៈបកកម្លាំងជាតិនេះគឺមាននិន្នាការយកគេដំណើររបស់គណៈបកសង្គ្រោះជាតិយកមកប្រើប៉ុន្តែបើតាមមើលអ្វីដែលគាត់ស្និទ្ធស្នាលជាងគេក្រុមខាងគណៈបកកម្លាំងជាតិនេះគឺស្និទ្ធស្នាលជាមួយនឹងអេគីបរបស់លោកសំរងស៊ីហើយយើងដឹងថាលោកសំរងស៊ីនិងលោកកឹមសុខានេះគឺក្រុមទាំងពីរនេះគឺដូចទឹកនឹងប្រេងចឹងមករយៈពេលចុងក្រោយតាំងពីគេរំលាយគណៈបកសង្គ្រោះជាតិហ្នឹងគឺហែកគ្នានិយាយទៅគឺជាជនរងគ្រោះដូចគ្នាគឺហែកគ្នាដូចថាអត់មានប្រដាក់មាត់ទេគឺឆ្លោះគ្នាគ្មានទីបញ្ចប់ទេកន្លែងហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋនឹងលោកបាក់ទឹកចិត្តអស់សង្ឃឹមយ៉ាងច្រើនក៏ប៉ុន្តែឥឡូវរឿងអតីតកាលវាអតីតកាលទៅហើយឥឡូវមកដល់ពេលនេះស្រាប់តែពេលដែលលោករងឈុនទៅតំណាងឲ្យគណៈបកកម្លាំងជាតិហើយយើងដឹងថាគណៈបកកម្លាំងជាតិនេះគឺជាចលនាមួយដ៏ពុះពោមិនមែនពុះពុលទេសំទោសពុះពោពុះពោបានន័យថាកញ្ជ្រោលមានប្រជាប្រិយហ្នឹងក៏សម្បើមខ្លាំងដែរព្រោះគេចង់តែទៅរំលាយទេដោយសារតែគេដឹងថា
គណៈបកកម្លាំងជាតិនេះគឺមានគោលនយោបាយដែលស្របទៅនឹងអ្វីដែលលោកសំរងស៊ីធ្លាប់ធ្វើកន្លងមកច្រើនអញ្ចឹងហើយបានជាមានក្រុមចលនា100រាត្រីដែលអះអាងថាក្រុមជាគេមរតកគេដំណើររបស់លោកបណ្ឌិតកែមលីក្បត់មនសិការឧត្តមគតិនិងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីចេញធ្វើនយោបាយដាក់ញត្តិដាក់អីឃោសនាដើម្បីឲ្យគណៈបកកម្លាំងជាតិនេះផ្ដាច់ខ្លួនចេញពីលោកសំរងស៊ីទាំងអត់មានកន្លែងណាដែលបញ្ជាក់ថាលោកសំរងស៊ីហ្នឹងនៅពីក្រោយអីអញ្ចឹងទៅហើយបន្លាចចឹងរហូតដើម្បីក្នុងចេតនាណាមួយដល់តែពេលរហូតដល់ហ៊ានបង្ខំឲ្យមេបកនេះគឺលោកជាមនីនេះប្រកាសជាសាធារណៈថាខ្លួនអត់ជាប់ពាក់ព័ន្ធជាមួយនឹងលោករ៉ាំសំរងស៊ីអីទៀតផងហើយបើហ៊ានតែជាប់ពាក់ព័ន្ធគឺគេនឹងរំលាយគណៈបកកម្លាំងជាតិនេះចោលចាក់ជាមិនខានគឺក្រុម100រាត្រីនឹងឯងដែលនឹងដាក់ញត្តិដាក់អីទៅពឹងពាក់គណៈបកនៅក្នុងសម្ព័ន្ធណាដោយកាលមុនមានចាំទេលោកពេជ្រស្រស់គណៈបកប្រជាជនកម្ពុជាហ្នឹងសំទោសគណៈបកយុវជនកម្ពុជាហ្នឹងគឺគេខ្ចីដៃក្រសួងមហាផ្ទៃខ្ចីដៃអញ្ចឹងយកមកពាក្យដាក់ស្អីណាធ្វើដូចមានគណៈបកនយោបាយណាគេទារំលាយគណៈបកសង្គ្រោះជាតិក្រសួងមហាផ្ទៃយកអាសំណើរបស់លោកពេជ្រស្រស់ហ្នឹងរំលាយគណៈបកសង្គ្រោះជាតិតាមពិតអត់បាច់សំណើលោកពេជ្រស្រស់អីទេគេចង់រំលាយបានណាប៉ុន្តែគេខ្ចីគណៈបកនយោបាយហ្នឹងដើម្បីបង្កើតឲ្យមានរូបភាពមួយថាមិនមែនគណៈបកប្រជាជនគេរំលាយទេមិនមែនរដ្ឋាភិបាលគេរំលាយទេគឺមកពីមានគណៈបកនយោបាយដូចគ្នាដែលជាប្រជាធិបតេយ្យសេរីពហុបកហ្នឹងគេមិនពេញចិត្តនឹងគណៈបកសង្គ្រោះជាតិគឺលោកពេជ្រស្រស់នឹងឯងអីចឹងទៅឥឡូវបង្កើតរូបភាពនឹងទៀតទៀតឲ្យក្រុមយុវជននឹងដាក់ញត្តិអីអញ្ចឹងទៅធ្វើខ្លួននឹងដូចជាក្រុមបណ្ឌិតលោកកែមលីដែលមែនតែនទៅបើសិនជាអស់លោកមិនខ្លាចបនបាបអីប្រយ័ត្នចុះនរកព្រោះលោកបណ្ឌិតកែមលីបិទតែគាត់ទទួលអនិច្ចកម្មទៅមែនតែវិញ្ញាណក្ខន្ធរបស់គាត់នៅវល់ពេញស្រុកខ្មែរទេប្រយ័ត្នគាត់ដាក់បដាសាឲ្យចុះនរកកាហាយរកទីចាប់ជាតិមិនឃើញយើងត្រូវចាំថាអំពើខ្លះកុំទៅជ្រៅទាបពេកគេដឹងថាអស់លោកហ្នឹងគឺជាក្រុមដែលគេប្រើមកដើម្បីយកមកកម្ចាយគណៈបកប្រឆាំងដែលកំពុងកវែកកឆ្នាំងនឹងទៀតហើយធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមក្រុមអស់លោកមកគ្រាន់តែបាយ3ពេលហេតុអីក៏អស់លោកធ្វើអីឲ្យជាសុចរិតយុត្តិធម៌ហើយនឹងឲ្យប្រជាពលរដ្ឋកោតគោរពស្រឡាញ់នឹងអត់បានហេតុអីបានជាខ្លាចជាឧបករណ៍នយោបាយរបស់គេទាំងហើយបើឧបករណ៍នយោបាយអស់លោកទៅធ្វើអីធ្វើទៅចាំបាច់យកអា100រាត្រីដែលជាគេដំណើររបស់លោកបណ្ឌិតកែមលីមកប្រឡប់ប្រជាពលរដ្ឋឲ្យគេយល់ថាអូអញ្ចឹងនឹងជាទំពាំងស្នងរស័យរបស់លោកបណ្ឌិតកែមលីអញ្ចឹងដើរកំចាយគេបំផ្លាញគេកំតិចគេឈ្នានេះនិន្ទាគេអញ្ចឹងវាអាក្រក់ហួសហេតុលុបឈ្មោះអា100រាត្រីនឹងចេញទៅដាក់ក្រុម1001យប់អីដាក់ទៅដាក់ក្រុមចង្រៃរាត្រីអីដាក់ទៅកុំឲ្យដូច100រាត្រីរបស់លោកបណ្ឌិតកែមលីព្រោះនេះជាគេដំណើររបស់លោកបណ្ឌិតកែមលីហើយខួប10ឆ្នាំបែបនេះតើអស់លោកហើយឥឡូវមិនទៅដាក់កម្រងផ្កានៅលោកបណ្ឌិតកែមលីទៅហើយទៅប្រាប់លោកបណ្ឌិតកែមលីផងថាលោកបណ្ឌិតកែមលីក្រុមខ្ញុំនេះក្រុម100រាត្រីនេះបានខួប10ឆ្នាំនេះពួកខ្ញុំបានបន្តគេមរតករបស់លោកបណ្ឌិតហើយគឺខ្ញុំកំពុងតែតាមបំផ្លាញគណៈបកនយោបាយផ្សេងដើម្បីជាឧបករណ៍នយោបាយរបស់គណៈបកកាន់អំណាចក្នុងការរំលាយឈ្នានេះទៅប្រាប់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីអញ្ចឹងទៅអស់លោកនឹងត្រូវបណ្ដាសានេះមិនចាំបាច់ទៅអស់លោកទៅប្រាប់ក៏បានដែរព្រោះលោកបណ្ឌិតកែមលីគឺនៅវល់នៅក្នុងនឹងឯងគាត់ទៅរកកន្លែងចាប់ភពមិនចេញទេដោយសារតែយើងយកអំពើអយុត្តិធម៌ឲ្យធ្វើប្រទេសផ្ដាស់អញ្ចឹងអាហ្នឹងរឿងឃើញដានណាអញ្ចឹងគណៈបកកម្លាំងជាតិនេះគឺជាគោលដៅនៃការរំលាយចោលក្នុងពេលណាមួយបើគេធ្វើបានអញ្ចឹងហើយបានជាពួកគាត់ជួបការលំបាកមែនតើហើយអ្នកដែលនៅខាងគណៈកម្លាំងជាតិហ្នឹងគឺអត់ទៅមុខរួចទេគេក្តិចរហូតដូចលោកសុនចន្ទធីឃើញទេទៅថ្លែងសារអីនៅជប៉ុនមកវិញគេចាប់ដាក់គុកទៅឥឡូវដកសិទ្ធិនយោបាយអស់ជាប់ពីគុកគាត់ចោះចូលឬក៏ផ្ញើសារសុំទោសឬក៏អាចថាសរសើរលោកហ៊ុនម៉ាណែតទៅបានរួចនៅក្រៅគុកឥឡូវអស់សិទ្ធិនយោបាយទៀតហ្នឹងលោកសុនចន្ទធីមេបករបស់កម្លាំងជាតិពីដើមលើកលោកជាមនីដែលជាប្អូនប្រុសរបស់លោកអឺណែមេសហជីពកាលគេបាញ់ស្លាប់នៅជាវិជានៅមុខវត្តលង្កាដោយសារការតវ៉ាឲ្យឡើងប្រាក់ខែកម្មករអីហ្នឹងឥឡូវបានលោកជាមនីមកឡើងហ្នឹងតាមពិតលោករងឈុនអីហ្នឹងសមជាមេបករបស់គណៈបកកម្លាំងជាតិប៉ុន្តែដល់ពេលមានឥទ្ធិពលបែបនេះគេភ័យខ្លាចគណៈបកកម្លាំងជាតិនេះគឺជាចលនាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយ
របស់គណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាសប្ងៃអត់ធ្វើអីប្រសើរទេគឺគាត់តាមតែបំផ្លាញកំទេចគេខ្លាចគេលូតជាងគាត់វាមិនមែនចាំពិតណាបើសិនជាគាត់ជាកីឡាករគីឡូដែលខ្លាំងដែលរឹងមាំក៏អត់ត្រូវការបំផ្លាញអ្នកណាទៀតទេព្រោះអីយើងធម្មតាកីឡាករដែលហាត់រៀនក្បួនវិជាគុណអីច្បាស់លាស់ហេតុអីបានយើងមិនខ្លាចមិនវាយគ្នាឲ្យស្មើគីឡូគ្នាហេតុអីបានចងមុខគេដោះកង់បោចសក់ឬក៏ខ្វាចខ្ញាំឬក៏ចងដៃគេទៅក្រោយអានេះគឺបង្ហាញអំពីភាពទន់ខ្សោយនិងប្រជាប្រិយដែលកាន់តែដុនដាបរបស់គណៈបកកណ្ដាលអំណាចទៅវិញទេបើអស់លោកធ្វើកាន់តែច្រើនគឺគេកាន់តែបង្ហាញថាអស់លោកភ័យខ្លាចហើយអន់ខ្លួនដូច្នេះបើគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចជាចោតអញ្ចឹងអំពើទាំងអស់ហ្នឹងលុបចោលទៅឥឡូវខ្ញុំនិយាយមករឿងលោករងឈុនវិញពេលដែលលោកចូលទៅពិធីបុណ្យសពនេះតាមពិតគឺជាសិលធម៌គុណធម៌របស់លោករងឈុននិងគណៈបកកម្លាំងជាតិក៏ប៉ុន្តែបងប្អូនត្រូវដឹងម្ដងទៀតត្រូវដឹងអំពីនយោបាយគណៈបកកម្លាំងជាតិនេះគឺជាគណៈបកដែលមានឥទ្ធិពលមួយធំនៅស្រុកខ្មែរដែលដែលឃើញលេចធ្លោច្រើនមែនតើដោយសារអីបងប្អូនចំណាំមើលអញ្ចេះគណៈបកនយោបាយណាក៏ដោយឲ្យតែមានការធ្វើទុកបុកម្នេញខ្លាំងពីអាជ្ញាធរមូលដ្ឋានណាគឺរដ្ឋាភិបាលកម្ពុជាចំណាំមើលឲ្យបងប្អូនត្រូវជួយគាត់ខ្ញុំមិនចង់ឲ្យបងប្អូនឃើញថាអឺពិបាកមើលពិបាកចំណាំទេជួនកាលចិត្តដល់បោះឆ្នោតហើយមិនដឹងបោះឆ្នោតឲ្យគណៈបកណាផងចំណាំមើលគណៈបកនយោបាយណាដែលគេរករឿងជាងគេរករឿងរំលាយគេរករឿងចាប់សកម្មជនគាត់ដាក់ពន្ធនាគារគេរករឿងដកហូតសិទ្ធិនយោបាយទីប្រឹក្សាគាត់មេបកគាត់អីគណៈបកនឹងឯងដែលមានប្រជាប្រិយជាងគេដែលអាចនឹងជាទីសង្ឃឹមរបស់ខ្មែរហើយនឹងឲ្យបងប្អូនចេះចំណាំរឿងហ្នឹងហើយខ្ញុំលើកទឹកចិត្តឲ្យគណៈបកប្រជាជនស្ដាប់សាររបស់មុនរ៉េតហ្នឹងកុំធ្វើទុកបុកម្នេញដល់គណៈបកប្រឆាំងទាំងអស់នោះដើម្បីកុំឲ្យប្រជាពលរដ្ឋដឹងថាជាគណៈបកប្រឆាំងមែនតែនព្រោះគណៈបកដែលគេអត់ធ្វើទុកបុកម្នេញវាគ្រាន់តែជាគណៈបកប្រឆាំងទប់ជើងក្រែគេទេជាទូទៅគឺដូចគណៈបកសម្ព័ន្ធ29គណៈបកហ្នឹងអាហ្នឹងមិនបាច់និយាយទេគឺចូលគណៈបកប្រជាជនអស់ហើយឥឡូវមានគណៈបកនៅក្រៅរដ្ឋសម្ព័ន្ធហ្នឹងគឺមានដូចជាគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកកំណែតម្រង់គណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរគណៈបកប្រជាធិបតេយ្យជឿនលឿនរបស់លោកយ៉ែមពញ្ញរិទ្ធគណៈបកជំនាន់ថ្មីរបស់លោកមេឃសវណ្ណារានិងគណៈបកកម្លាំងជាតិរបស់លោកជាមនីនេះអញ្ចឹងគណៈបកទាំងអស់នេះបងប្អូនសម្គាល់មើលឲ្យមែនតែនបើសិនជាចង់រើសគណៈបកណាដែលអឺសម្រាប់ការសម្រេចបោះឆ្នោតនៅខាងមុខគឺរកមើលគណៈបកណាដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេបោះឲ្យច្រើនជាងគេគណៈបកហ្នឹងហើយចំណាំមើលរដ្ឋគណៈបកប្រជាជនកម្ពុជានឹងអត់ធ្វើទុកបុកម្នេញគណៈបកណាមួយសោះនៅក្នុងចំណោមគណៈបកសម្ព័ន្ធទាំង29គេអាចឲ្យមកសម្ដែងអីបន្តិចបន្តួចប៉ុន្តែគេមិនធ្វើខ្ទេចខ្ទីរហូតដូចលោករងឈុនអីចេះលោកសុនចន្ទធីអីចេះអញ្ចឹងនៅក្នុងសប្តាហ៍នេះណាអ្នកដែលរងទុកជាងគេបំផុតណាដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេបំផុតដែលគណៈបកប្រជាជនកម្ពុជាខ្លាចជាងគេបំផុតគឺគណៈបកកម្លាំងជាតិទេខ្ញុំអត់ផ្សាយពាណិជ្ជកម្មឲ្យគណៈបកកម្លាំងជាតិទេប៉ុន្តែខ្ញុំរកយុត្តិធម៌ឲ្យគណៈបកនយោបាយឬជនរងគ្រោះណាដែលគេធ្វើទុកបុកម្នេញហើយដូចខ្ញុំជម្រាបអញ្ចឹងខ្ញុំមួងណារ៉េតបងអែមលៀងមាត់លំអៀងខ្លាំងទៅលើជនរងគ្រោះនៃអំពើអយុត្តិធម៌ហើយខ្ញុំនឹងផ្សាយឲ្យរកភាពយុត្តិធម៌សម្រាប់ជនរងគ្រោះមិនចំពោះថាគាត់ជាគណៈបកកម្លាំងជាតិជាគណៈបកឆន្ទៈខ្មែរជាគណៈបកភ្លើងទៀនជាគណៈបកអឺស្អីកំណែតម្រង់ឬក៏ចំនួនថ្មីប្រជាធិបតេយ្យជឿនលឿនអីទេឲ្យតែអស់លោកคล้ายទៅជាជនរងគ្រោះនៃអំពើធ្វើទុកបុកម្នេញក៏ប៉ុន្តែនៅក្នុងចំណោមគណៈបកទាំងអស់នេះគណៈបកដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេសប្ងៃដែលខ្ញុំសម្គាល់មើលមានតែគណៈបកកម្លាំងជាតិហ្នឹងឯងគេធ្វើទុកបុកម្នេញលោកមីកសវណ្ណារាដោយអន្លើដោយសារតែគាត់លើកស្លាកលើកអីអាញាធរចុះទៅធ្វើទុកបុកម្នេញតាមមូលដ្ឋានប្រជុំអីគេយកប៉ូលីសយកអីទៅអង្គុយចាំស្ដាប់អីអាហ្នឹងយើងឃើញគាត់រាយការណ៍មកគណៈបកភ្លើងទៀនក៏មានសកម្មជនគាត់ជាប់គុករដូករណែលដែរដោយសារតែពីមុនមកហ្នឹងគឺមានការដែលគាត់នៅសល់គេដំណើរពីលោកសំរងស៊ីមកហើយគេនៅឃើញថាវាមិនទាន់លលាយខ្សលដូច្នេះក៏នៅសល់
រឿងគេធ្វើទុកបុកម្នេញហ្នឹងអត់តាន់ផុតដែរក៏ប៉ុន្តែហើយគណៈបកឆន្ទៈខ្មែរហ្នឹងគឺការធ្វើទុកបុកម្នេញមិនសូវច្រើនដោយគណៈបកភ្លើងទៀននិងគណៈបកកំណាយសំទោសគណៈបកឆន្ទៈខ្មែរនេះទេសំទោសគណៈបកកម្លាំងជាតិនេះទេអញ្ចឹងហើយបានតែជឹកយើងដូចបងប្អូនដូចខ្ញុំជំរាបចឹងសម្គាល់មើលពួកគាត់ប៉ុន្តែមិនមែនបានន័យថាគណៈបក5 6ដែលខ្ញុំជំរាបមកមិញគេអត់ធ្វើទុកបុកម្នេញហើយយើងមិនបោះឆ្នោតឲ្យគាត់សោះទេមិនមែនទេបោះឆ្នោតឲ្យគាត់ដែរនៅក្នុងករណីដែលពួកគាត់អត់ហែកគ្នាឯងព្រោះអីគណៈបកប្រជាជនកម្ពុជាគេមាន29បកហើយគេនៅតែគណៈបកដែលនៅក្រៅគេពងឃ្លាំមើលឃើញទេឃើញឮសូរទៅជួបគ្នានៅម៉ានីលទីក្រុងម៉ានីលប្រទេសហ្វីលីពីនដែលអង្គការខាល់ដែលជាអង្គការគណៈបកនយោបាយសេរីនិយមគេមានសម្ព័ន្ធ100ប្រទេសជាងដែលជាគណៈបកនយោបាយគេចង់ជួបគណៈបកនយោបាយប្រឆាំងនៅស្រុកខ្មែរដើម្បីរករបៀបស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ4គណៈបកគេទៅជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនហើយការជួបជុំគណៈបកនយោបាយនេះគេជួបរាល់តែឆ្នាំឬក៏រាល់តែខែរាល់តែប្រចាំអញ្ចឹងទេព្រោះជាគណៈបកសេរីនិយមប្រជាធិបតេយ្យមានទាំងគណៈបកសង្គ្រោះជាតិក៏ចូលនៅក្នុងសមាជិកនៃអង្គការខាល់នេះដែរអង្គការគណៈបកសេរីនិយមហើយគេជួយទាំងរដ្ឋាភិបាលជួយទាំងគណៈបកប្រជាជនកម្ពុជាដែរគេមិនដែលរើសអើងរឿងនេះឲ្យតែគណៈបកនយោបាយចង់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដល់តែពេលឮអញ្ចឹងចាប់ផ្ដើមរករំលាយគណៈបកទាំង4ដែលជួបគ្នាហ្នឹងបងប្អូនឃើញទេទៅស្អីប្រើប្រាស់អាកាសែតស្អីឥណ្ឌាលក់មុងណាមួយ The Sunday Guardian នៅឥណ្ឌាណានោះចេញអត្ថបទមួយហេតុស្អីបានជាកាសែតឥណ្ឌានោះរឿងឥណ្ឌា10,000 លានអ្នកជាងប្រជាពលរដ្ឋចង់ដាច់បាយអស់មួយកណោអត់ព្រមទៅប្រឹងផ្សាយមកឈឺក្បាលនឹងអាគណៈបកនយោបាយខ្មែរ4គណៈបកដែលប្រជុំគ្នានៅទីក្រុងម៉ានីលដែលអត់មាននរណាដឹងសោះហេតុអីបានជាទៅដឹងកាសែត The Sunday Guardian ដែលប្រជាពលរដ្ឋគាត់ខ្វះបាយខ្វះទឹកខ្វះបញ្ហាមួយកណោមកឈឺឆ្អាលនឹងរឿងរំលាយគណៈបកនយោបាយនៅស្រុកខ្មែរតើអ្នកណាដែលឲ្យដំណឹងហ្នឹងទៅខាង The Guardian The Sunday Guardian ហ្នឹងគឺច្បាស់ជាមនុស្សនៅក្នុងស្រុកខ្មែរយើងហ្នឹងដែលចង់បំផ្លាញគេហ្នឹងហ្មងហើយមិនជឿថាមនុស្សនៅក្នុងគណៈបកទាំង4ដែលជួបគ្នាដើម្បីរកដំណោះស្រាយស្ដារប្រជាធិបតេយ្យសិទ្ធិមនុស្សនៅកម្ពុជាទេវាច្បាស់ជាមានអ្នករៅឆានណាម្នាក់ដែលចាំតែបំផ្លាញហើយអាចនឹងទិញកាសែតហ្នឹងទៅឲ្យផ្សាយទៅសរសេរព័ត៌មានឲ្យគេទៅហើយយកទៅផ្សាយទៅព្រោះគ្មាននរណាម្នាក់នៅ The Sunday Guardian នឹងមកដឹងរឿងខ្មែរទេមានតែខ្មែរគ្នាឯងនឹងឯងដែលបំផ្លាញគ្នាសរសេរទៅដើម្បីឲ្យមានជាអត្ថបទដល់តែពេលជាមានអត្ថបទគឺធ្វើដូចThe Sunday Guardian នឹងល្បីល្បាញលើពិភពលោកច្រឡំជាមួយ Sunday របស់សំទោស The Guardian របស់អាមេរិករបស់អង់គ្លេសដែលល្បីលើពិភពលោកមួយនោះគឺមាន Guardian ដូចគ្នាដល់ថែម Sunday មកប្រជាពលរដ្ឋស្ដាប់ទៅ Guardian ប្រហែលកាសែតល្បីតាមពិតកាសែតលក់មុងទេអត់មានល្បីទេអត្ថបទស្អីក៏ដោយនឹងគឺជាគ្មាននរណាស្ដាប់គ្មាននរណាតាមដានមានតែខ្មែរយើងដែលជួលគេនឹងឯងហើយដល់ពេលហើយយកអត្ថបទហ្នឹងមកវាយប្រហារក្រសួងមហាផ្ទៃលោកសសុខាយចេញញត្តិចេញអីចេញសេចក្តីប្រកាសពមៀនគណៈបកហ្នឹងថាបើបានលុយពីរដ្ឋាភិបាលក្រៅប្រទេសអង្គការសហគមន៍អីណាមកនឹងរំលាយគ្រោះខុសច្បាប់គណៈបកនយោបាយនៅកម្ពុជាឃើញទេស្កាត់ចង់រំលាយគ្នាឲ្យបាត់អញ្ចឹងគ្នាគ្រាន់តែទៅប្រជុំគ្នានិយាយពីការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យយកគំនិតពីបណ្ដាញអង្គការគណៈបកនយោបាយសេរីធ្វើអត់បានហើយអង្គការនេះក៏ធ្លាប់ជួយគណៈបកកណ្ដាលអំណាចដែរវាអត់មែនជួយរើសមុខហើយក៏អត់មានអង្គការនេះទៅទម្លាក់លុយអីណាឬសូវ$2 លានអីណាយកមកជួយលុយគេជួយរបៀបជាការជួយគណៈបកទូទៅគេជួយបដិបដាលគេជួយអីគេធ្វើតែអញ្ចឹងទេព្រោះសមាជិកគេបង់លុយបង់អីទៅហើយទៅយើងទៅយកលេសហ្នឹងថាទៅកំពុងពឹងពាក់រដ្ឋាភិបាលក្រៅប្រទេសឯណាឬលុយពីក្រៅប្រទេសណាដើម្បីជួយបកនៅក្នុងស្រុកខ្មែរដើម្បីស្ដារសិទ្ធិមនុស្សជាធិបតេយ្យពុំមានរំលាយគេទៀតរឿងនេះឯងហើយដែលធ្វើឲ្យខ្មែរយើងមួយអត់ជ្រៅទៅអត់ឆ្ងាយឥឡូវដល់អញ្ចឹងគឺឃើញហើយឥឡូវចាប់ផ្ដើមឃើញភាពការត្រួសត្រាយផ្លូវអយុធសាស្ត្ររបស់គេទៅចេញក្រុម100រាត្រីអីណាមកចាប់ផ្ដើមចេញញត្តិចេញសារអីឲ្យលោកជាមនីនឹងប្រកាសផ្ដាច់ខ្លួនផ្ដាច់អីចឹងពុំមានគណៈបកនេះកុំឲ្យយកលុយពីបរទេសហើយមានអាមីអាថោង MMO របស់គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាទាំងនៅខ្មែរទាំងនៅស្រុកក្រៅនឹងចាប់ផ្ដើមប្រកបប្រកាសរឿងលុយស្រោមសបុតរឿងជួយគណៈបកនេះអីចឹងទៅជាលុយបរទេសលុយពីក្រៅប្រទេសហ្នឹងនឹងរំលាយគណៈនេះឃើញគេរៀបសេណារីយ៉ូមកអញ្ចឹងបានថាបងប្អូនទាំងអស់គ្នាឲ្យយល់អំពីនយោបាយទុច្ចរិតនេះ
នយោបាយទុច្ចរិតនេះឯងដែលធ្វើឲ្យខ្មែរយើងលលាយរហូតមកដល់ឥឡូវយើងអត់ដឹងខ្លួនទេអញ្ចឹងយើងមកដល់ម៉ោងហ្នឹងគឺថៃវាយយើងបានណាមិនមែនថៃខ្លាំងទេបងប្អូនថៃវាយដណ្ដើមយកដីខ្មែរបាន70កន្លែងណាដោយសារខ្មែរខ្សោយបើខ្មែរខ្លាំងដែរថៃអត់ហ៊ានទេមួយភូមាយើងមើលបើយគ្នាអញប្រសាចតែចាំតែចូលប្រទេសផ្ដាស់បានភូមាទម្លាក់ក្របខ្ទេចលើគេមានយន្តហោះបដិញរបស់គេដែរតាយោធាគេក៏អត់មានស្អីណាមកលឹមលំអីទេគឺថាវាយហើយក៏ប៉ុន្តែយើងមិននិយាយថាយោធាខ្មែរយើងខ្សោយទេយើងខ្សោយរបៀបគ្រប់គ្រងយោធាតែហ៊ានរបស់យើងមានមនសិការមានឧត្តមគតិមានភាពស្នេហាជាតិធាតជូនម្ដាយអឺធាតជូនម្ដាយជីវិតជូនជាតិអីអញ្ចឹងគឺមានអស់ហើយដូចតែគ្នាហ្នឹងអ្នកដែលកាន់កាភ្លើងគ្រប់គ្នាហ្នឹងគឺសុទ្ធតែបដិញ្ញាអញ្ចឹងគ្រប់គ្នាហ្នឹងស្មោះសរដើម្បីកសាងដើម្បីការពារអដានអធិបតេយ្យជាតិតើក៏ប៉ុន្តែយើងអត់អាចទៅទប់បានដោយសារអីយើងបែកបាក់សាមគ្គីជាតិដោយសារនយោបាយកក្រិចហើយថៃគេមើលឃើញដូចខ្ញុំនិយាយចឹងថៃមិនមែនចេះមកវាយខ្មែរស្រួលទេថៃចិញ្ចឹមចិត្តចង់វាយខ្មែរយូរហើយតែវាយអត់បានថៃចិញ្ចឹមចិត្តឆ្លោះគ្នារឿងប្រាសាទព្រះវិហារបាញ់គ្នា2008ហ្នឹងម្ដងមកប្រាវហើយសាកកម្លាំងតែទៅអត់រួចដោយសារកាលហ្នឹងខ្មែរនៅមានគណៈបពប្រឆាំងនៅមានអីនៅមូលមាត់គ្នាណា55កៅអីស្អីមិនដល់55ទេ2008អត់ទាន់គណៈបកសង្គ្រោះជាតិមិនទាន់បានទេគឺនៅគណៈបកសំរងស៊ីគណៈបកអឺអឺស្អីរបស់លោកកម្មសខាគណៈបកសិទ្ធិមនុស្សអីគឺនៅ29នៅ3នៅអីគឺនៅបដំប្រសងកំពុងតែឡើងមកប្រព្រឹត្តប៉ុន្តែកម្លាំងនៃគណៈបកប្រឆាំងហ្នឹងគឺនៅនៅនៅទៀងផ្ទាត់អំណាចជាមួយរដ្ឋាភិបាលគឺបានន័យថារដ្ឋាភិបាលមានប្រជាប្រិយអាចដណ្ដើមសន្លឹកឆ្នោតបានតែមិនដល់ពាក់កណ្ដាលប្រហែលពាក់កណ្ដាលទេនឹងគណៈបកប្រឆាំងគឺមានកម្លាំងពាក់កណ្ដាលគឺវាស្មើគ្នាអញ្ចឹងថៃក៏មើលឃើញថាកម្លាំងតស៊ូអឺស្នេហាជាតិរបស់កម្ពុជាមិនអោយរដ្ឋាភិបាលជិះសេះលែងដៃហ្នឹងគឺគេមានហើយគេក៏ដឹងដែរថាគណៈបកប្រឆាំងនេះនឹងឈានទៅរកឈ្នះឆ្នោតទៀតដូច្នេះថៃអត់ហ៊ានប៉ះទេលោកបន្តិចបន្តិចមកកម្ពុជាប្តឹងទៅ ICJ រត់ទៅអស់ដល់តែពេល2017នេះគឺជាឱកាសដែលខ្លាគឺថាស៊ីសាច់ចាំចាប់ឆ្លុះរបស់ខ្មែរហ្នឹងកាលដំបូងយើងជាខ្លាដូចគេដែរដល់ពេលថៃកាន់តែមើលយូរទៅខ្លាយទៅជាឆ្លុះតែម្ដងគឺឆ្លុះជាក្តាន់នៅឆ្នាំ2017ពេលដែលយើងចាប់ផ្ដើមរំលាយគណៈបកសង្គ្រោះជាតិបំផ្លាញអង្គការសង្គមស៊ីវិលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបិទវិទ្យុអាស៊ីសេរីកម្ពុជា Daily ភ្នំពេញប៉ុស្តិ៍អីហ្នឹងគឺរសាត់ខ្ចាត់ខ្ចាយអស់ព័ត៌មានផ្សាយជាអន្តរជាតិអស់អង្គការសង្គមស៊ីវិលឯករាជ្យឆ្លោះគ្នាជាមួយអាមេរិកបិទអង្គការ NDI បណ្ដេញអង្គការនេះចេញទៅគឺថាធ្វើឲ្យច្បោកច្បល់ថៃដឹងភ្លាមថានេះគឺជាឱកាសមាសក្នុងការដែលវាយខ្មែរហើយអញ្ចឹងចិញ្ចឹមចិត្តកសាងកម្លាំងដាក់យុទ្ធសាស្ត្រគឺចាប់ផ្ដើមកែនឈ្លានពានឬថាតាមយកដីខ្មែរឲ្យខាងតែបានរហូតតតែចុងក្រោយហ្នឹងគឺថ្ងៃទី28ខែឧសភាឆ្នាំ2025ចាប់ផ្ដើមមានការបាញ់លោកសួនរោនមកគឺដល់ជាចំណុចចាប់ផ្ដើមដែលថៃត្រៀមយុទ្ធនាការទៅមើលយុទ្ធសាស្ត្ររបស់ទ័ពថៃទៅគេរៀបចំសេណារីយ៉ូផែនការគេរយៈពេលវែងណាស់គឺវែងហ្នឹងគឺយកដីខ្មែរឲ្យបានអាកន្លែងដែលតវ៉ាទាមទារនៅព្រំដែនហ្នឹងគឺគេវាយយកឲ្យម៉ត់តែម្ដងហើយគេមានប្លង់មានផែនការគេជាក់លាក់ឯយើងឯនេះវិញតែអត់បានត្រៀមខ្លួនព្រោះឡៃតែឆ្លោះគ្នាចាំបានថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយញាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណប់ទ្របឲ្យចោលឥឡូវយើងលាតឲ្យចោលហើយតាចោលហើយនេះចោលមកយកអស់70កន្លែងយើងអត់អាចការពារបានទេមិនមែនខ្មែរខ្សោយទេតែដោយសារប្រព័ន្ធការពារជាតិយើងរងនឹងអំពើនយោបាយកំតិចគ្នាកំចាយគ្នាយកគ្នាជាសត្រូវចាអញ្ចឹងយើងបាក់ស្លាប់អញ្ចឹងពួកគេមើលងាយយើងភ្លាមរឿងហ្នឹងអញ្ចឹងទេហើយឥឡូវនៅពេលដែលមានរឿងយើងអត់បានស្ដារអីអញ្ចឹងទេគឺយើងនៅបន្តប្រើនយោបាយស្មោកគ្រោកនឹងដដែលនយោបាយចង់កំចាយគណៈបកប្រឆាំងដែលកំពុងរើបនយោបាយបំផ្លាញគ្នាចេញក្រុម100រាត្រីក្រុមស្អីណាយកកាសែត Sunday Guardian យកស្អីណារហរឿងគណៈបកនេះគណៈបកនោះមកទៀតហើយទៅផ្លូវនឹងដដែលអត់រៀងចាលទេដោយសារតែយើងគិតថាវាមិនអីព្រោះលោកហ៊ុនសែនណាតែនពេលដែលមានបញ្ហា
តាក់ទងនឹងរឿងដែលទៅអឺពីរឿងដែលគាត់ប្រាប់ថាគាត់អត់បានជួបតាក់ទងជាមួយនឹងរឿងដោះស្រាយរឿងថៃព្រំដែនយើងហ្នឹងការពារអត់បានហ្នឹងដោយសារគាត់ទុកចិត្តថៃពេកហើយឡាយតែយកលុយហ្នឹងមកសង់ស្ពានសង់ផ្លូវថ្នល់អីអញ្ចឹងដូច្នេះខ្ញុំគិតថារឿងនេះគឺអឺអាចមានតាក់ទងនឹងរឿងគាត់ទទួលស្គាល់ការពិតឃើញទេគាត់ថាគាត់ទុកចិត្តថៃការពារជាតិយើងទុកចិត្តបរទេសដែលជាអ្នកដែលឈ្លានពានយើងមកអាយុយកដីយើងតាំងពីសម័យណានៃតាំងពីសម័យខ្មែរ Empire អាណាចក្រខ្មែរនោះមកម្លេះបាទឥឡូវខ្ញុំក៏នឹងជម្រាបជូនបន្តទៀតតកតនឹងវិលមករឿងហ្នឹងឥឡូវវិលមករឿងលោករងឈុននិងគណៈបកកម្លាំងជាតិគណៈបកនេះលេចធ្លោខ្លាំងជាងគេធ្វើផ្ទុកបុកម្នេញខ្លាំងជាងគេដល់ឥឡូវវាចូលដាននេះស្រាប់តែលេចរឿងលោកកម្មសខាអត់ចេញមកទទួលខ្ញុំម្ដងទៀតតាមពិតពីព័ត៌មានពីផ្ទៃក្នុងរបស់គណៈបកកម្លាំងជាតិនេះឲ្យដឹងថាម៉ោង3រសៀលគឺពិតជាមានការព្រមព្រៀងគ្នាថាលោករងឈុនជួបជាមួយលោកកម្មសខាអញ្ចឹងហើយបានជាពួកគាត់យកពេលរសៀលហ្នឹងព្រោះគិតថាលោកកម្មសខានឹងអាចលៃពេលអាចជួបពួកគាត់បានហើយក៏ប៉ុន្តែពេលដែលចូលទៅក៏មិនបានជួបម្ដងទៀតបងប្អូនព័ត៌មានទាំងអស់នេះវាគ្រាន់តែជាព័ត៌មានរបៀបជាការឆ្ងល់ទេហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការឆ្ងល់ហើយខ្ញុំបាននិយាយថាអត់ចង់ឲ្យឱកាសដែលកំពុងតែល្អោកល្អឿនគ្នានេះคล้ายទៅជាបញ្ហាទេគ្រាន់តែថារឿងមួយដែលយើងត្រូវយល់គ្រប់គ្នាទាំងអស់គ្នាលោកកឹមសុខាក៏រងសម្ពាធខ្លួនលោកដែរតាក់ទងជាមួយនឹងការប្រស័យតាក់ទងជាមួយនឹងក្រុមគណៈបកនយោបាយជាពិសេសលោករងឈុនដែលត្រូវបានគេហាមឃាត់សិទ្ធិនយោបាយដោយលោកកឹមសុខាដែរអ្នកផ្សេងទៀតដែលចូលរួមបនសពរបស់ម្ដាយលោកកឹមសុខានេះគឺគាត់អត់ជាប់បំរាមនយោបាយទេលោកយ៉ែមបញ្ញរិទ្ធណាលោកមេឃសវណ្ណារាលោកតំណាងរាស្ត្រឬក៏អគ្គលេខាគណៈបកភ្លើងទៀនអឺលោកសុធារយុទ្ធឬក៏លោកសួនរីដាឬក៏លោកអីផ្សេងទៀតហ្នឹងណាលោកចក្រាវុធអីព្រះអង្គចាស់ចក្រាវុធអីហ្នឹងគឺការដែលទៅហ្នឹងដូចលោកហ៊ុនសែនហ្នឹងក៏អញ្ចឹងដែរក៏មានអ្នកណាហាម5សិទ្ធិនយោបាយរបស់គាត់ដកហូតសិទ្ធិនយោបាយអីទេលើកលែងតែលោករងឈុនមួយទេដែលរងការហាមឃាត់ឬដកហូតសិទ្ធិនយោបាយដូច្នេះវាអាចជាសម្ពាធនៅក្នុងការប្រស្រ័យតាក់ទងហើយលោកកឹមសុខាខ្លួនឯងហ្នឹងក៏ត្រូវបានគេដកហូតសិទ្ធិនយោបាយដែរណាវាត្រូវជាអ្នកដកហូតសិទ្ធិនយោបាយត្រូវប្រឈមជួបគ្នាជាមួយនឹងដកហូតសិទ្ធិនយោបាយដូច្នេះវាអាចជាសម្ពាធមិនស្រួលដូចជាករណីដែលទៅជួបមួយគណៈបកដតីទៀតហើយបើខ្ញុំនិយាយនេះគឺខ្ញុំវិភាគសង្កេតទៅលើ logic ទេខ្ញុំនិយាយថាលោកកម្មសខាក៏លោកអាចរងសម្ពាធផ្នែកនយោបាយអញ្ចឹងដែរបើយើងនិយាយអំពី logic ខ្ញុំអត់មាននិយាយអំពីតតភាពស្អីផ្អែកទៅលើអីទេគ្រាន់តែថាពួកគាត់ពិតជាបានក្រងជួបលោកកម្មសខាមែនប៉ុន្តែជាអកុសលអត់បានជួបប៉ុន្តែតើការអត់បានជួបនេះវាបង្ហាញថាលោកកម្មសខាកិច្ចមិនចង់ជួបលោករងឈុនឬក៏យ៉ាងដូចម្ដេចវាមានកត្តាច្រើនយ៉ាងដែរបងប្អូនលោកកម្មសខាគាត់អាចរវល់អាចជាប់ពិធីបួសពិធីអីហ្នឹងទៅឬអីព្រោះបើយើងមើលពីខាងក្រៅទៅថាចុះបើគេទៅដល់ផ្ទះហើយមេបកឬក៏អ្នកដែលលោករងឈុនហ្នឹងគឺជាអ្នកដែលទៀមទាឲ្យដោះលែងលោកកម្មសខាហ្នឹងយ៉ាងសង្ខេញពេលដែលលោកមានសិទ្ធិសេរីភាពណាដល់ពេលជួបគ្នាមនុស្សគ្រាន់តែចេះឆ្ងល់ថាចុះហេតុអីបានជាទៅដល់ផ្ទះហើយលោកក៏មិនចេញជួបមួយផ្លែតទៅរវល់អីក៏យ៉ាងណាថតរូបតាមមួយប៉ុស្តិ៍ត្រឹមតែ3វិនាទីក៏បានមួយប៉ុស្តិ៍ដែរចង់និយាយចឹងណាចង់និយាយថាអីចឹងអានេះគឺជាការយល់របស់ប្រជាពលរដ្ឋទុកឲ្យគាត់យល់ឃើញទៅហើយក្នុងជួបបកហ្នឹងក៏គាត់បាននិយាយថាពិតជាមានគម្រោងជួបលោកកម្មសខាអីឲ្យបានតើប៉ុន្តែបើមិនបានជួបឧទាហរណ៍តើវាថៃកលាប់ផែនដីឬក៏ជាចុងបញ្ចប់នៃពិភពលោកឬក៏យ៉ាងម៉េចអត់អីទេទីបំផុតលោករងឈុនបានទៅជួបចូលក្នុងពិធីហើយបើគាត់រវល់ឬក៏មិនបានជួបក៏យើងចេញមកវិញហើយធម្មតាពួកអីគណៈបកកម្លាំងជាតិអត់មានចេញសេចក្តីថ្លែងការណ៍អីទេមានតែរូបថតថាបានចូលទៅវិញ្ញាណក្ខន្ធអីហ្នឹងក៏មិនបានជួបលោកកម្មសខាក៏មិនបាននិយាយថាមិនជួបមិនមានមូលហេតុអីដែរគាត់តែមានសកម្មជនរបស់គណៈបកកម្លាំងជាតិតាដែលនិយាយសារមួយនៅលើ Facebook ហ្នឹងដែលដាក់ថាលោកកម្មសខាមិនស្វាគមន៍គណៈបកកម្លាំងជាតិចូលរួមបនសពម្ដាយរបស់ខ្លួនលោកគឹមអៀងហុកហ្នឹងក៏មាត់អត់កម្របដែរយើងអត់អាចធ្វើនយោបាយបែបអញ្ចឹងទេខ្ញុំសូមផ្ដាំសារទៅសកម្មជនរបស់គណៈបកកម្លាំងជាតិគឺលោក
កឹមអៀងហុកបើលោកស្រឡាញ់គណៈបកកម្លាំងជាតិហើយលោកចង់ឲ្យនយោបាយនៅស្រុកខ្មែរនេះវាប្រសើរសារបែបនេះបើលោកកុំផ្សាយក៏ល្អដែរព្រោះនៅពេលដែលលោកដាក់រូបថតនឹងមកហើយប្រើពាក្យថាលោកកឹមសុខាមិនស្វាគមន៍តែម្ដងគឺលោកនិយាយជំនួសគណៈបកព្រោះគណៈបកកម្លាំងជាតិខ្លួនឯងទៅអត់មានចេញសេចក្តីប្រកាសព័ត៌មានថាលោកកឹមសុខាអត់ស្វាគមន៍លោករងឈុនអីទេតែលោកជាសកម្មជនយករូបថតមកដាក់បែបនេះវាទៅជាឲ្យគេយល់ថាអូចឹងលោកកឹមសុខាអត់ស្វាគមន៍លោករងឈុនហើយអត់ឃើញរូបថតវាត្រូវអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋប្រសាចអានេះហើយគឺជានយោបាយផ្ដេសផ្ដាស់ដែរខ្ញុំចង់និយាយថាសុំលោកកុំផ្ដេសផ្ដាស់ល្អហើយស្ថានភាពហ្នឹងវាមានរៀងប្រសើរហើយគឺមានជួបគ្នាឃើញលោកហ៊ុនសែនជួបលោកកឹមសុខាលោករងឈុនក៏ទៅមិនបានជួបក៏ហីទៅក៏បានបង្ហាញអំពីសមានចិត្តមកខាងយើងដែរប៉ុន្តែបើខាងគាត់មិនអាចជួបមានហេតុផលអីក៏ទទួលយកទៅជាជាងការដែលផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលធ្វើឲ្យមានបញ្ហានេះគឺវាធ្វើឲ្យយើងគិតថាពីរនាក់គាត់នឹងឆ្លោះគ្នាឬក៏អីតាមពិតរឿងនយោបាយគឺគេមានផ្លូវក្រោយតែរហូតទេបងប្អូនលោកកឹមសុខាពេលដែលគាត់បានគេដោះលែងគាត់ឲ្យមិនជាប់ពន្ធនាគារដកសិទ្ធិហូតសិទ្ធិនយោបាយក៏ច្បាស់ជាមានការជជែកគ្នាផ្ទៃក្នុងយើងឃើញសាររបស់លោកមីកសវណ្ណារាអីហ្នឹងតាក់តងនឹងលោកតាំងសារដាក៏និយាយអំពីការជជែកការអីមានមនុស្សអីគេអញ្ញាអ្នកកដាលអីមានដោយទាំងលោកសយសុភាពមានដោយអីហ្នឹងគឺវាតែអញ្ចឹងទេនយោបាយគេធ្វើតែអញ្ចឹងទេគេមានផ្លូវក្រោយតែអញ្ចឹងសូម្បីតែលោកហ៊ុនសែនមួយអ្នកស្រីបថងឋានហើយនឹងលោកថាក់ស៊ីនដែលត្រូវគ្នាស្អិតរមួតហ្នឹងគឺនៅមានផ្លូវក្រោយអញ្ចឹងតើបិទនៅពេលដែលលោកហ៊ុនសែនបញ្ចេញខ្សែអត្ថសម្លេងជជែកគ្នាសម្ងាត់ជាឯកជនរវាងអ្នកស្រីបថងឋានហើយនឹងគាត់ដែលធ្វើឲ្យចំណងនេះគឺរលាយដូចអំបិលត្រូវទឹកកមួនត្រូវថ្ងៃហ្នឹងចប់ត្រឹមប៉ុណ្ណឹងតាតែបើគាត់អត់បិទបើកុំផ្សាយអាខ្សែអត្ថសម្លេងហ្នឹងក៏អត់មានរឿងអីហើយដោយសារខ្សែអត្ថសម្លេងហ្នឹងឯងដោយសារចំនួនព្រំដែនហ្នឹងក៏វាផ្ទុះដេកផ្សំដួលលមូលផ្សំគ្រិចមកមួយសាអញ្ចឹងតែម្ដងហ្នឹងវាផ្សំគ្នាដែរអញ្ចឹងម្ដងទៀតរឿងនេះគឺជារឿងសំខាន់ដែលខ្ញុំបានជម្រាបជូនបងប្អូនហើយថាមិនមែនជាការដែលឃើញលោកកឹមសុខាមិនទទួលលោករងឈុនថាលោកកឹមសុខាមិនស្វាគមន៍ឬក៏កិច្ចលោករងឈុនអីទេវាអត់ដឹងរឿងអីឲ្យប្រកាសទាល់តែលោកកឹមសុខាចេញសារខ្លួនឯងហើយយើងនេះគឺយកតាមតែព័ត៌មានពីផ្ទៃក្នុងដែលថាលោកកឹមសុខាមានការណាត់ជួបមែនក៏ប៉ុន្តែមិនបានជួបប៉ុន្តែអាពាក្យថាលោកកឹមសុខាមិនស្វាគមន៍នេះគឺមិនមានចេញពីគណៈបកកម្លាំងជាតិទេលោករងឈុនខ្លួនលោកក៏មិនបាននិយាយអីដែរគ្រាន់តែមានរូបថតមួយសន្លឹកហ្នឹងហើយសកម្មជនក៏ថ្លែងបែបនេះវាធ្វើឲ្យខូចនយោបាយដែរឥឡូវកំពុងតែផ្សាយនេះគឺលោកផែងហេងបាទជាមេធាវីរបស់លោកកឹមសុខាគាត់ព្យាយាមទេមកខ្ញុំហើយសុំទោសលោកផែងហេងផងដែលខ្ញុំមិនអាចលើកទូរស័ព្ទឬក៏តាក់ទងលោកបានទេពួកខ្ញុំផ្សាយផ្ទាល់សំណាងដែរដែលលោកទេមកចូលហើយទូរស័ព្ទខ្ញុំមិនរលត់តែយ៉ាងណាលោកបាន